បាទដោយសារមានចំនួនពីបងប្អូននឹងច្រើនតាក់ទងជាមួយនឹងរបៀបធ្វើមាតិកាឲ្យបានស្អាតតោះឥឡូវយើងចូលធ្វើទាំងអស់គ្នាបាទអញ្ចឹងមុននឹងធ្វើគឺខ្ញុំមកមើលនេះតិចបាទអញ្ចឹងបើយើងចង់បានទម្រង់បែបហ្នឹងបាទអញ្ចឹងយើងត្រូវកំណត់ tab ឲ្យយើងមុនសិនតើមានប្រមាណ tab អញ្ចឹងណាចឹងនៅក្នុងនេះគឺខ្ញុំមាន3 tab tab ទី1គឺខ្ញុំចូលពីនេះមកនេះបាទគឺខ្ញុំយក1សង់ទីម៉ែត្រ tab ទី2គឺខ្ញុំយកពីដើមกระดาษមកដល់កន្លែងលេខ 1.1 នេះគឺខ្ញុំយក2សង់ទីម៉ែត្របាទនិង tab ទី3គឺយើងយកពីនេះទៅដល់ខាងចុងនេះគឺ17សង់ទីម៉ែត្រអញ្ចឹងបញ្ជាក់ឡើងវិញ tab របស់យើងគឺមាន1មាន2និង17អញ្ចឹងសរុបគឺមាន3 tab ណាតោះឥឡូវយើងចូលធ្វើទាំងអស់គ្នាខ្ញុំបើកกระดาษថ្មីមួយទៀតមកអញ្ចឹងយើងសរសេរតិចមកមេតិកាបាទ Ctrl E ដើម្បីទៅកណ្ដាលណាចេញ Ctrl L វិញមកឆ្វេងវិញអញ្ចឹងយើងសរសេរឲ្យហើយចំណាក់ក៏បានយើងដាក់ឲ្យចាំសរសេរក៏បានដែរឥឡូវខ្ញុំដាក់ឲ្យចាំសរសេរចុះយើងចុចមកស្ដាំខ្ញុំយក paragraph ខ្ញុំយក tab បាទ1សង់ទីម៉ែត្របើថាយើងយក tab ខាងឆ្វេងហើយអត់មានចុចទៅជាមួយទេខ្ញុំយក set 2បាទដូចគ្នាដែរ left none set និង tab ទី3គឺ17សង់ទីម៉ែត្រអញ្ចឹងខ្ញុំយកខាងស្ដាំហើយខ្ញុំយកលេខ2ដើម្បីយើងបានចុចទៅជាមួយណាបើបងប្អូនចង់បានដាស់លេខ3បើចង់បានបន្តយកលេខ4អញ្ចឹងយើងចុច set មួយទៀតមករួចអូខេតោះឥឡូវយើងសរសេរលេខមកជំពូកទី1ជំពូកទី1និយាយពីកម្មវិធីបាទ Microsoft Word អីចឹងទៅហើយយើង tab មកបាទអញ្ចឹងទំព័រយើងដាក់ធម្មតាតែបើទំព័រទីម៉ានវាទំព័រទី2ចឹងទៅ enter មួយទៀតបាទអញ្ចឹងមេរៀនទី1របស់យើងគឺយើងត្រូវចូលមកក្នុងអញ្ចឹងយើងចុច tab មួយសិនចាំសរសេរវាមេរៀនបាទទី1បាទនិយាយពីអីអញ្ចឹងយើងសរសេរមកណាអញ្ចឹងខ្ញុំកុំឲ្យវីដេអូនេះវែងគឺខ្ញុំសរសេរប៉ុណ្្នឹងទេហើយចុច tab មួយទៀតមកគឺទំព័រទី3បាទ enter មួយទៀតអញ្ចឹងចង់បានមេរៀនយើងចង់បានចំណុច 1.1 អញ្ចឹងយើងចុច tab មួយហើយ tab មួយទៀតបាទ1.1ឧទាហរណ៍ចំណុចកអញ្ចឹងចុះបាទបន្ទាប់មកយើងចុច tab ទៀតមកគឺទំព័រទី4បាទមួយទៀតឧទាហរណ៍ 1.2 អញ្ចឹងទៅបាទចំណុចខចុច tab មួយទៀតវាទំព័រទី4ដែរបាទដូចគ្នាដែរមេរៀនអញ្ចឹងចុច tab តែម្ដងបានហើយមេរៀនទី2អញ្ចឹងទៅបាទ tab មួយទៀតទំព័រទី5អញ្ចឹងទៅបាទយើងចង់បាន 2.1 tab 2ដងណា tab ទី1ទី2 2.1ចុចគេថាគោអញ្ចឹង tab មួយទៀតហើយចំណេះលេខទំព័ររបស់យើងឬក៏យើងចាំលេខទំព័រតាមក្រោយក៏បានតែបញ្ហាដែរបាទ tab មួយទៀតឲ្យយើងចង់បាន 2.2 ទៅ2ដងណា2.2ហើយចុចឧទាហរណ៍ខវិញទៅអញ្ចឹងយើង tab មួយទៀតមកទំព័រទី7នេះទៅវាថាជំពូកទី2វាអញ្ចឹងយើងចង់និយាយពីអីបាទកម្មវិធី Microsoft Excel អញ្ចឹងទៅបាទហើយចុច tab ទៀត10អញ្ចឹងទៅអូខេហើយយើងដើរហើយយើងបាទហើយយើងដូរពុនតាមក្រោយមកណាឧទាហរណ៍នេះចុច control ទៅហើយយើងប្រើប៉ុនឆ្លាយអញ្ចឹងខ្មែរ OS Moonlight អូខេបាទចាំបើយើងចង់ឲ្យវាគៀកគ្នាយក control A មកស្ដាំយក paragraph បាទនេះយក0ហើយយក single អូខេបាទអញ្ចឹងយើងបានប៉ុណ្ណឹងអញ្ចឹងកុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ